ជាបឋមខ្ញុំបករណាសូមនមស្ការចំពោះប្រជុំ3បត្រៃរតន៍ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីគោរពសក្ការៈមុនលើវិញទៀតនមស្ការកណ្ដាលគុណម្ចាស់គ្រប់ព្រះអង្គក៏ដូចជាជំរាបសួរលោកយាយលោកតាអំពូមេមីងបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំបាទមាននៅព្រះធម៌នមស្ការប្ររតនត្រ័យដើម្បីយកមកបង្ហាញបង្រៀនក៏ដូចជាចែកជូនជាធម្មទាននឹងហើយប្រសិនបើសំដែងទៅឬក៏អានទៅប្រែងពុំគួរខុសអក្ខរាវិរុទ្ធពុំត្រូវនៃពាក្យពេចន៍យ៉ាងណាក៏សូមអព្យាស្រ័យចែករំលែកដើម្បីជាចំណេះដឹងផ្សព្វផ្សាយទៅដល់លោកយាយលោកតាអ៊ំពូមីងដើម្បីជាការសិក្សារៀនសូត្រជាបុណ្យកុសលទៅខាងមុខហ្នឹងហើយឥឡូវយើងចូលមកអំពីរតនបូជាដំបូងយើងសិក្សាអំពីការថ្វាយបង្គំរតនត្រ័យដែលមានដូចតទៅថាអិមេហិតិបធុបាទិសង្ការេហិពុទ្ធេហੰធម្មੰសង្ឃេហੰអភិពោជយាមិមេត្តាបេតាទីណੰគុណវន្តានញ្ចៈអមហាកញ្ចៈទីខរតੰអត្តហាយៈហេតាយៈសុខហាយៈនឹងហើយភាសាបាលីដែលមានសេចក្តីសម្រាយជាខមរភាសាថាខ្ញុំព្រះករណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃដ៏ជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយមានទាននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដ៏មានគុណមានមេត្តាបិតាជាដើមផងដល់ខ្ញុំព្រះករណាផងអស់កាលជាអង្វែងទៅហងហើយលោកយាយលោកតាមើលភាសាបាលីដែលមានសម្រាយជាខ្មែរថាអ៊ិមេហិតិបធុបាទិសង្ការេហេពុទ្ធាងធម្មੰសង្ឃੰអភិពោជយាមិដែលនៅខាងក្រោមនេះដើម្បីអានឬក៏ screenshot អានទៅឬក៏រៀនប្រែសម្រាយនៅក្នុងព្រះធម៌នឹករលឹកទៅដល់គុណព្រះពុទ្ធរតនៈហើយបើយើងសូត្រសម្រាយទៅដូចលោកអាចារ្យអីក៏សូត្រជាដើមគឺថាអ៊ិមេហិតិបធុបាទិសង្ការេហេពុទ្ធេហੰធម្មੰសង្ឃੰអភិពោជយាមិមេត្តាបេតាទីណੰគុណវន្តានញ្ញចមៃហញ្ចតិករតੰអត្តហាយៈហេតាយៈសុខហាយៈហ្នឹងហើយប្រែសេចក្តីដែលខ្ញុំកាលណាបានប្រែមុននឹងអញ្ចឹងឥឡូវយើងក៏លេងមកមើលអំពីការថ្វាយបង្គំរតនត្រ័យដោយសង្ខេបវិញម្ដងដែលមានភាសាបាលីថានមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈបន្ទាប់ពីយើងសូត្រអ៊ិមេខាងលើហើយបន្ទាប់មកយើងនឹករលឹកដល់គុណបរតនត្រ័យគឺនមោ3ចប់នឹងហើយយើងសូត្រ3ដងភាសាបាលីហើយសម្រាយជាខេមរៈភាសាដើម្បីឲ្យស្រីងាយស្រួលយល់ប្រសិនបើលោកយាយលោកតាអត់ចេះអានត្រង់កន្លែងណាក៏អញ្ជើញអានជាខេមរៈភាសាថានមោតស្សៈភគវតោអរិយហតោសម្មាសម្ពុទ្ធស្សៈហ្នឹងហើយនេះសម្រាយជាភាសាខ្មែរប្រសិនបើភាសាបាលីណគេអានអ្នកមោហ្នឹងហើយអ្នកមោតស្សៈភគវតោអានេះជាសម្រាយដើម្បីឲ្យលោកយាយលោកតា
ដែលគាត់មិនសូវយល់ឬក៏មិនសូវចេះអានបាលីដើម្បីងាយស្រួលយល់ឥឡូវយើងមកមើលសម្រាយជាភាសាខ្មែរថារីកិរិយាអ្នកមសិកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូបាចារ្យណាប្រដៅព្រះអង្គឡើយហ្នឹងហើយនេះគឺសម្រាយជាខមរភាសាដែលមានអត្ថន័យនឹករលឹកគុណទៅដល់ព្រះពុទ្ធរតនៈដែលបាលីនមោតស្សៈនឹងឯងឥឡូវយើងនៅបន្តទៀតមកដល់អំពីពុទ្ធរតនៈថ្វាយបង្គំព្រះពុទ្ធបន្តទៀតយើងនិយាយអំពីអានអំពីភាសាបាលីនិងខមរភាសាអំពីអិតិពិសោហើយលោកយាយលោកតាដែលមើលភាសាបាលីមិនរួចក៏សូមអញ្ជើញមើលភាសាសម្រាយនៅខាងក្រោមភាសាបាលីអិតិពិសោភគវីអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសទ្ធិមសារថិសត្តហាទេវមនុស្សានំពុទ្ធហោភគវីតិតាំងអរហាតិកុណសង្យុតតាំងពុទ្ធហੰសិរសាអ្នកមាមិតញ្ចពុទ្ធហੰអ៊ិមេហិសង្ការេហិអភិពោចយាមិហ្នឹងហើយលោកយាយលោកតាតួនទាំងអស់គ្នាឥឡូវវិលមកសារដើមវិញអ៊ិមេហើយនមោហើយឥឡូវយើងវិលមកអិតិអ៊ិតិអ៊ិតិបិសោភគវីអរហង្គសម្មាសម្ពុទ្ធហោសម្មាសម្ពុទ្ធហោវិជ្ជាចរណសម្បណ្ណោសុគតោលោកវិទូអនុត្តរោអនុត្តណោឧដតោអនុត្តតស្រៈអនុត្តរោបរិសទ្ធធម្មញ្សារថិសត្តថានេះអានសត្តហាទេវមនុស្សានំពុទ្ធហោភគវីតិតាំងអរហាតិគុណសង្យុតតាំងអរហាតិគុណសង្យុតតាំងពុទ្ធហੰសេរសានមាមិតញ្ចពុទ្ធហੰអ៊ិមេហិសង្ខារេហិអភិពោចយាមិអភិពោចយាមិហ្នឹងហើយសង្ឃឹមថាលោកយាយលោកតាបានយល់អំពីអ៊ិតិពិសោហើយយើងអានលឿនអ៊ិតិពិសោភគវីអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសទ្ធម្មសារតិសត្ថាទេវមនុស្សានំពុទ្ធោភគវីតេអរហាតិគុណសង្យុតតាំងពុទ្ធហੰសេរសានមាមិតញ្ចពុទ្ធហੰអ៊ិមេហិសង្ខារេហិអភិពោចយាមិឥឡូវយើងមកបន្តអំពីធម្មរតនៈអំពីមេស្វាខត្តាហើយមេមុនសង្ឃឹមថាលោកយាយលោកតានឹងតន់ទាំងអស់គ្នាសង្ឃឹមថាលោកយាយលោកតាអ៊ំពូមីងបងប្អូនដែលមិនសូវចាស់នឹងតន់ទាំងអស់គ្នានឹងសិក្សាស្វែងយល់បើមិនមានចម្ងល់ត្រង់កន្លែងណាក៏មិនសួរបានឥ
ឥឡូវយើងមកសង្ខេបមេស្វាកាតោធម្មរតនៈថ្វាយបង្គំព្រះធម៌ម្ដងស្វាខាតោភគវតាធម្មោសន្ត្រន្តិកោអកាលិកោអេហេបាសិកោអោបនយិកោបញ្ចតាំងវេតិតាំងពោវិញ្ញូហៃតាំងស្វាខាតាតិគុណសង្យុតតាំងធម្មង្សង្ឃធម្មង្សិរសានមាមិតាញ់ចធម្មង្អ៊ិមេសង្ខារេអភិពោជយាមិនេះយើងអានដោយលឿននិងសូត្រដោយយើងចេះចាំឥឡូវប្រភេទយើងសូត្រសម្រាយដើម្បីលោកយាយកាសិក្សាស្វែងយល់បន្តទៀតស្វាខាតោភគវតោមិនភគវតោនេះភគវតាធម្មោសន្ធន្តិកោសន្ធន្តិកោអកាលិកោអកាលិកោអេហេបាសិកោអោបនយោលិកោបញ្ចតាំងវេតិតពោវិញ្ញូហេតិវិញ្ញូហេតិវិញ្ញូវិញ្ញូហេតិតាំងស្វាខាតាតិគុណសង្យុតតាំងតហមង្សិរសាអ្នកមីតាញ់ចតមង្ហិមេហិសង្ការេហិអភិពោជយាមិឥឡូវយើងមកដល់ទីបន្ទាប់អំពីធម្មរតនៈលោកយាយរតាសង្ឃឹមថាចេះអាននឹងបាលីនិងសម្រាយដែលខ្ញុំបកករណាបានប្រាប់ឥឡូវយើងមកដល់សង្ឃរតនៈបែបសង្ខេបមួយទៀតអំពីសង្ឃរតនៈបែបសង្ខេបមិនមែនសូត្រពិស្ដារទេនេះថាសង្ខេបសុបដិបណ្ណោភគវតោសាវកសង្ឃោឧជុបដិបណ្ណោភគវតោសាវកសង្ឃោញាយបដិបណ្ណោភគវតោសាវកសង្ឃោសាមីចេបដិបណ្ណោភគវតោសាវកសង្ឃោយតិតាំងយតិតាំងចត្តាបរិសយោគិនិអដ្ឋបុសពកលាអេសភគវតោសាវកសង្ឃោអាហុណៃយោបាឧណៃយោតេខេណៃយោអញ្ចលិករណៃយោអនុត្តរੰបញ្ញង្កេតាំងលោកាសាតេសុបដិបណ្ណាតិគុណសង្យុតតាំងសង្ឃាំងសេរសានមាមិតាញ់ចសង្ឃាំងអ៊ិមេហេសង្ខារេហេអភិពោជយាមិហ្នឹងហើយអានេះយើងសូត្របែបអ្នកចេះខ្លះឥឡូវយើងមកអានរៀនអានភាសាបាលីដែលសម្រាយដើម្បីងាយស្រួលយល់និងវិជ្ជាតាដែលគាត់មិនសូវចេះក៏ដូចជាអ្នកចេះខ្លះហើយនេះសង្ឃរតនៈថ្វាយបង្គំព្រះសង្ឃរតនៈបែបសង្ខេបសុបដិបណ្ណោភគវតោសាវកសង្ឃោឧជុបដិបណ្ណោភគវតោសាវកសង្ឃោញាយបដិបណ្ណោភគវតោសាវកសង្ឃោសាមីចេបដិបណ្ណោភគវតោសាវកសង្ឃោយតិទាំងចត្តា
រិបរិសយោគានិអដ្ឋបរិសៈបុគ្គលាអេសភគវតោសាវកសង្ឃោអាហុណៃយោបាហុណៃយោតៈខិណៃយោអញ្ចលិករណៃយោអនុត្តរੰបញ្ញੰខេតតាំងលោកកសាតិតាំងសុបដិបណ្ណោតិគុណសង្យុតតាំងសង្កហੰសេរសានមាមិតញ្ចៈសង្ខញ្ញអ៊ិមេសង្ការេហិអភិពោចយាមិអនុមោទនីហ្នឹងហើយសង្ឃឹមលោកយាយលោកតាបងប្អូនទាំងអស់បានសិក្សានិងស្ដាប់ផ្ទាល់នៅព្រះរតនសង្ខេបដែលបង្រៀនឬក៏អានដោយខ្ញុំមកករណាឥឡូវនេះយើងសូមចប់ប៉ុណ្ណេះទៅថ្ងៃបន្ទាប់យើងនឹងសិក្សាអំពីប្រតនត្រ័យឬក៏វន្តាព្រះពុទ្ធបន្តទៀតទាំងសម្រាយនិងប្រែបើសិនបងប្អូនលោកយាយលោកតាយល់ថាវីដេអូមានកំហុសខុសឆ្គងត្រង់កន្លែងណាក៏សូមខមមិននិងចង់ឲ្យខ្ញុំបកករណាខ្ញុំបានបង្រៀនព្រះធម៌ផ្សេងសូមអញ្ជើញខមមិនលើកទឹកចិត្តកុំភ្លេចចុច like subscribe ដល់ខ្ញុំករណាខ្ញុំបាទផងសូមអរគុណសូមជូនបុណ្យកុសលទាំងអស់គ្នាសូមអនុមោទនាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈអនុមោទនា